រឿងចិញ្ចឹមខ្មោចបង្ក្រាបក្មេងយូគងនេះជារឿងដែលបាននិយាយតគ្នាតាំងពីយូរណាស់មកហើយជារឿងរបស់សាកសពមានជីវិតចេះដើរបាននិងអាចប្រឲ្យធ្វើអ្វីក៏បានប៉ុន្តែគ្រាន់តែសពនោះនិយាយមិនកើតប៉ុណ្ណោះម្ចាស់របស់សាកសពមានជីវិតនេះឈ្មោះអ៊ុំឈៀងអាយុ60ឆ្នាំហើយផ្ទះរបស់គាត់ប្រើឈើចាស់ៗដែលលោកចៅអធិការវត្តអនុញ្ញាតឲ្យសង់នៅលើដីជាយវត្តអ៊ុំឈៀងមានរូបរាងស្គមខ្ពស់ត្រូវនឹងគាត់ចេះចិញ្ចឹមខ្មោចទៀតមុខមាត់របស់គាត់ចង់កាត់ទៅរកខ្មោចដែរក្មេងៗវត្តមិនដែលហ៊ានទៅក្បែរផ្ទះរបស់គាត់ឡើយបើពេលយប់ទៀតរឹតតែគ្មានអ្នកណាហ៊ានទៅក្បែរសោះតែម្ដងព្រោះខ្លាចគេរិះស័ព្ទដែលគាត់ចិញ្ចឹមខ្មោចនោះឯងទោះយ៉ាងនេះក្តីក៏នៅមិនទាន់មានអ្នកណាម្នាក់ធ្លាប់ឃើញខ្មោចដែលគាត់ចិញ្ចឹមនោះឡើយព្រះអាទិត្យទើបនឹងអស្តង្គតទៅថ្មីក្មេងវត្តវ័យជំទង់2នាក់មានការឆ្លុះវិវាទគ្នាដល់ថ្នាក់វាយតបដណ្ដើមឈ្នះតែរៀងខ្លួនអាឈុំតទល់នឹងអារិតមិនបានទេព្រោះវាតូចជាងអារិតមិនដែលចុកចាញ់អ្នកណាសោះវាធ្វើជាជើងកាងនៅវត្តនេះរហូតមកក្មេងក្នុងវត្តទាំងអស់ត្រូវខ្លាចវារាបថ្ងៃនេះអាឈុំត្រូវអារិតដោលហើមមុខស្ពីងអាឈុំរត់សម្ដៅទៅផ្ទះអ៊ុំឈៀងទាំងភ្លេចរឿងខ្មោចឲ្យឈឹងទៅអ៊ុំឈៀងជួយផងអ៊ុំស្អីអាឈុំជួយផងអ៊ុំអារិតវាដេញដល់ខ្ញុំស៊ូនឹងវាមិនបានទេអារិតនេះវាឆ្លើយណាស់ចង់ធ្វើខ្លួនជាអ្នកជើងកាងកូនវត្តផងតាមិនអីទេអាឈុំឯងនៅឈរត្រង់នេះហើយចាំអ៊ុំប្រើកូនចៅទៅចាត់ការវាឲ្យនេះអាសូបន្តិចទៀតឯងចោះមកចាត់ការជាមួយអ្នកលេងក្នុងវត្តបន្តិចណាស្ងាត់ឈឹងគ្មានលឺសំឡេងតបសោះអាឈុំញៀកទៅមើលលើផ្ទះអ៊ុំឈៀងទាំងងឿងឆ្ងល់អារិតមើលពីចម្ងាយមកឃើញគូប្រយុទ្ធរបស់វាកំពុងឈរលាក់ខ្លួនពីខាងក្រោយខ្នងអ៊ុំឈៀងទាំងភ័យខ្លាចវាតាមមកហើយអ៊ុំធ្វើប្រងើយទៅណាកុំខ្លាចទុកអ៊ុំចាត់ការឲ្យឃើញដូច្នេះអារិតតាំងគំរាមថាចេញមកវៃអាឈុំទៅឈរពូនធ្វើអ្វីឆាប់ចេញមកឲ្យអញទួតឲ្យស្រួលទៅប្រសាយជាងអ៊ុំឈៀងតបថាអារិតឈប់ត្រង់នោះហើយកុំចូលមកទៀតណាឯងកុំចេះតែដើរធ្វើបាបគេចឹងអាងតែគេតូចជាងវាមិនល្អមើលទេមិនមែនជារឿងរបស់អ៊ុំទេកុំចេះវិនិយាយព្រមទាំងបញ្ចេញសាច់ដុំដាក់អ៊ុំឈៀងអ៊ុំកុំតប្រយ័ត្នឈឺខ្លួនម្នាក់ទៀតអូហូជ្រុលពេលទេដឹងអារិតមាត់របស់ឯងនៅមិនតន់អស់ក្លិនទឹកដោះផងអីក៏ព្រេហើនម្លេះឯងនៅស្គាល់អ៊ុំឈៀងតិចពេកហើយអារិតវិនិយាយរួចក៏ងៀកមុខសម្លឹងទៅលើផ្ទះម្ដងទៀតគាត់ស្រែកប្រាប់ថាអាសូឯងឡើងមកប្រដៅអារិតឲ្យស្គាល់អ៊ុំឈៀងច្បាស់ជាងនេះបន្តិចទៅភ្លាមនោះក៏មានរៀងមួយចុះពីលើផ្ទះមកស្កាត់មុខអារិតដល់ថ្នាក់ភ្នែកសនៅពេលបានឃើញរូបរាងនោះច្បាស់វាស្គមរហូតឃើញសុទ្ធតែឆ្អឹងមានសុទ្ធតែដំបោយពេញខ្លួនមុខវែងច្រមុះខើចថែមទាំងមានឈ្មីងស្រួយផងខ្មោចលងជួយផងអារិតស្រែកផ្លត់សំឡេងរត់គិតអត់ញៀកក្រោយអាសូឯងតាមទៅប្រដៅវាឲ្យរៀងចាលម្ដងទៅប៉ុន្តែកុំឲ្យដល់ថ្នាក់ងាប់វើយអាសូខ្មោចបំរើទទួលបញ្ជាអ៊ុំឈៀងក៏ធ្វើដំណើរតាមក្រោយអារិតទៅអាឈុំឈរញាក់ធ្មេញទង្គិចគ្នាកឹកនិយាយលេងរួចអ៊ុំឈៀងឃើញដូច្នេះក៏តាក់ស្មាអាឈុំតិចឲ្យដឹងខ្លួនវិញណែអាឈុំមិនចាំបាច់ខ្លាចទេវាមិនធ្វើអីឯងទេក្មេងវត្តដឹងខ្លួនវាព្យាយាមបញ្ចេញសំឡេងចេញមកដោយលំបាកថាស្អីគេអ៊ុំខ្មោចណាអាឈុំវាជាខ្មោចឆៅជាទាសកររបស់អ៊ុំប្រើវាគ្រប់យ៉ាងទុកចិត្តបានឯងត្រឡប់ទៅវិញបានហើយប្រញាប់ចូលដេកទៅកុំចិនមកមើលខាងក្រៅឲ្យសោះប្រយ័ត្នអញជួយមិនទាន់អាឈុំរត់សម្ដៅទៅវត្តយ៉ាងលឿនពេលទៅដល់កុដិវាប្រញាប់រុញទ្វារចូលទៅដេកជាមួយលោកបងលែងអើតមកខាងក្រៅចំណែកអារិតវារត់ទៅដល់វត្តមិនឃើញសល់អ្នកណាម្នាក់ព្រោះក្មេងវត្តចូលដេកអស់ហើយវាក៏ប្រញាប់រត់ឡើងលើកុដិចូលក្នុងបន្ទប់វាបិទបង្វើយដាក់គន្លីទ្វារយ៉ាងជិតសំឡេងឆ្កែក្នុងវត្តនាំគ្នាលូកញ្ជៀវត្រហឹងអារិតដេកបាសរោមព្រាតទទួលភួយជិតទាំងក្បាលទាំងជើងមួយសន្ទុះក្រោយវាបាំងលឺសំឡេងកុសទ្វារ2-3តុករួចស្រាប់តែទ្វារនោះរបើកដោយខ្លួនឯងអារិតបង្ហើបភួយមើលឃើញមុខរបស់អាសូខ្មោចឆៅរៀកធំពេញមាត់ទ្វារបញ្ចេញសំឡេងងឹលអារិតវាស្ទុះចេញពីភួយស្រែកខ្លាំងហៅគេជួយទាំងរត់ឆ្លេឆ្លាក្នុងបន្ទប់តែម្នាក់ឯងវារត់ទាល់តែភ្លាតជើងដួលបោកក្បាលនឹងជញ្ជាំងសន្លប់បាត់ស្មារតីទៅ
អារិតត្រូវដេកព្យាបាលអស់ពី3ខែទម្រាំជារបួសនិងបាត់ភ័យចាប់តាំងពីនោះមកអារិតទើជាក្មេងសុភាពរៀបសារមិនធ្វើបាបក្មេងវត្តដូចពីមុនទៀតឡើយរៀងហើយរៀងរហូតដល់ស្លាប់